តាំងពីខ្លាយជាម៉ែគេមកជីវិតគឺថាផ្លាស់ប្ដូរ360ដឺក្រេតែម្ដងបងប្អូនអើយកាលមិនតាន់មានកូនមានគ្រួសារក៏ព្រឹកឡើងអូរត់ទៅលុបមកនៅមុខកញ្ចក់អត់សំអាងទ្រាំបានចេញមកក្រៅត្រូអីញ៉ាំហ្នឹងគឺថាអូយចង់មួយថ្ងៃបាត់ហើយតែដល់ពេលតាំងពីខ្លាយជាម៉ែគេមកក្រៅព្រលឹមឡើងអត់ដែររត់ទៅលុបមុខលុបមាត់អីអត់ទេក្រៅព្រឹកឡើងមករត់ចូលទៅចក្រានបាយទេបើកចាត់បើកច្រាំងមើលសិនកូនក៏នឹងមានអីញ៉ាំខ្លះត្រូវធ្វើអីឲ្យកូនញ៉ាំខ្លះឲ្យកូនបានទៅរៀនតាន់ទៅអីអូនិយាយពីថាផ្លាស់ប្ដូរ360ដឺក្រេសូម្បីឲ្យខ្លួនឯងក៏ភ្ញាក់ផ្អើលដែរពីមនុស្សដែលដេកអញ្ចឹងក្រៅខ្លាយជាមនុស្សដែលមិនមានសំបីតែពេលដេកពេលខ្លះគិតខ្លួនឯងទៅអស់ចាមហើយវិញអាចមកផ្លាស់ប្ដូរខ្លួនឯងមកដល់ដំណាក់កាលនេះបានធម្មតាណាអាចផ្លាស់ប្ដូរខ្លួនឯងបានដោយសារតែកូនបងប្អូនចាំមកគេថាកូនគឺជាអ្វីគ្រប់យ៉ាងរបស់ម៉ែឪហើយចឹងហើយម្នាក់គឺថាអាចព្រមតស៊ូអត់ធ្មត់លះបង់គ្រប់យ៉ាងដើម្បីកូនបានហើយមកនៅជប៉ុនវិញបងប្អូនអើយមួយរយៈនេះគឺថាបើកតែភ្នែកមកភ្លៀងពីយប់ទល់ព្រឹកទល់ល្ងាចអូយភ្លៀងឈប់ឈោហើយតែវិញភ្លៀងម្ដងចំខ្ញុំនិយាយថាធ្វើតុកអូយធ្វើតុកអត់លហើយតែម្ដងឈឺអូយឈឺអាឈឺចំមកវិជុំឯងងុំនឹងអាកងល់នឹងហ្មងគឺថានិយាយលេងរួចតែម្ដងចំមកនឹងនិយាយពីតាំងយកគ្នាតែម្ដងឯងចាំថាអាខែតិចទៅថាវាវេទនាអាផុតខែតិចហើយចូលដល់ខែភ្លៀងនឹងកាន់តែវេទនាទៀតអូជីវិតអ្នកអាឡែស៊ីចំមកវេទនាដែរបងប្អូនអើយហើយនិយាយពីថាខំលោបមកធ្វើមហូបស្ងាត់កុំឲ្យកូននឹងវាភ្ញាក់តន់ដល់វាណាកតាញ់នឹងនិយាយពីល្វះគ្រាន់តែម៉ែជៀនវងទាហើយមិនតន់ទេភ្ញាក់យំមកនៅលើចកេះទៀតអញ្ចឹងហើយគ្មានបានធ្វើអីច្រើនទេធ្វើតែបាយនឹងគ្រីអីគេទៅហើយជៀនវងទាហ្នឹងហើយមានអាស្ប៉ាហ្គេទីកកស្រាប់ហើយយើងគ្រាន់តែដាក់កម្ដៅទៅអាចយកមកឲ្យពួកគាត់ញ៉ាំបានហើយអញ្ចឹងអាហារពេលព្រឹកឯហ្នឹងអត់មានអីច្រើនទេមានស្ប៉ាហ្គេទីទៅបាយម្នាក់2ដុំទៅពងទាម្នាក់បន្តិចហ្នឹងទៅគឺថារួចមកព្រឹកឲ្យម៉ែថាអ្នកធ្វើហ្នឹងវាមិនសូវហត់ម៉ាទេហត់នឹងអ្នកញ៉ាំទៅបងប្អូនអើយនេះមួយញ៉ាំអ្នកខ្លះញ៉ាំបិទភ្នែកក៏មានដែរខ្ញុំអត់អស់ល្ងុយទេអង្គុយដូចត្រង់នៅសល់ចំហាយមិនទេបើប្រុសធំនេះវិញបាញ់និយាយទេនឹងកណៃលើកលេងទោះម៉ោងប្រហែលក៏ងើបញ៉ាំបានដែរហើយបន្ទាប់ពីគេញ៉ាំហើយរៀបចំឲ្យហើយនឹងបើកទ្វារចេញមកនឹងអូយភ្លៀងលហេកលហាយក៏តន់នេះគ្រាន់តែឃើញទឹកភ្លៀងនឹងលោតចូលយកមកសបាយលេងទឹកណាមួយនិយាយមែនបងប្អូនខ្ញុំធុញជាងគេនៅជប៉ុននេះគឺខ្ញុំធុញជាងគេធុញឲ្យពេលភ្លៀងហ្នឹងហ្មងធុញពេលភ្លៀងឲ្យត្រូវជូនកូនទៅរៀនប្រពេចប្របាច់ហើយសំខាន់ហ្នឹងគឺថាអូយមាននីតាមួយហ្នឹងដាក់តែរុញអត់កើតត្រូវស្ពាយដល់ពេលស្ពាយចឹងទៅមនុស្សមានតែស្រាលអីឥឡូវមនុស្សឡើងកំមុំស្ដោកហ្នឹងស្ពាយចឹងទៅនិយាយថាអូយទៅមកដី1គីឡូជាងបោកទៅបោកមកហ្នឹងស្ពាយទៅស្ពាយមកហ្នឹងនិយាយថាស្មាហ្នឹងចង់បាក់ហើយរយឲ្យតែថ្ងៃណាមេឃភ្លៀងគឺថាខ្ញុំដឹងអត់ដេកឈឺស្មាហ្មងពួកអីទៅស្ពាយយាយកតញហ្នឹងទៅមកហើយអាម៉ែហ្នឹងអត់ចូលចិត្តពេលមេឃភ្លៀងទេប៉ុន្តែកូនហ្នឹងនិយាយពីចេញមកឲ្យតែឃើញមេឃភ្លៀងហ្នឹងវាហូរវាសុបាយហ្មងថាអូយមេឃភ្លៀងទៀតហើយសុបាយណាស់កាន់ឆាត់ម្នាក់មួយហ្នឹងអាននាំគ្នាលោតលេងទឹកឃើញទឹកកន្លែងណាហ្នឹងគឺថាត្បល់ចូលកន្លែងហ្នឹងឯងនោះអាជាងផ្ទះគេនោះវាមានកន្លែងគេដាក់ទឹកនៅហ្នឹងមួយទៅឈោឆ្កាស់លេងទឹកទៅផ្ទះគេហ្នឹងឯងទ្រាំឡានមកយកទៅហ្នឹងអូយចង់ខ្លាចហ្មងណាហើយបើភ្លៀងតែមកព្រឹកមិនអីទេបងប្អូនអើយវេទនីអីវាភ្លៀងមួយថ្ងៃវល់ល្ងាចអត់ឈប់អត់ឈរតែម្ដងចឹងហើយនេះទៅយកពីអ្នកនេះចេញពីសាលាមកវិញពេលថ្ងៃទៅយកវាពីអ្នកចេញពីសាលាមកវិញហើយហ្នឹងគឺថាអូកូនមកផ្ទះសិនយកអាវ៉ាន់មកទុកនៅផ្ទះសិនហើយបានត្រឡប់ទៅយកអាបងមកសាទៀតដោយសារតែអាវ៉ាន់សពីងសពងពេកកាន់មកខ្លាចសើមអស់ចឹងហើយយកទៅទុកផ្ទះសិនទៅបានត្រឡប់មកយកអាបងឲ្យបងប្អូនឃើញនេះនិយាយថាលោតហក់ពាក់អាវភ្លៀងលេងស្រាប់ទៅដល់ផ្ទះបងប្អូនហើយសើមអាវក្នុងហ្នឹងឡើងជោកទាំងបងទាំងប្អូនសាមជោកអស់អាលេងចឹងបើមានអីនឹងតបជាប់បងនងគ្នានោះសើតត្រំទឹកផុកត្រំយកមួយឈូសទឹកផុកលោតត្រំចូលទឹកផុកទាំងបងទាំងប្អូនហ្នឹងមកដល់ផ្ទះហ្នឹងម៉ែបោកកៅឡើងវែងវាន់អស់ហើយសើតតែទឹកផុកអញ្ចឹងមានហ៊ានដាក់ក្នុងម៉ាស៊ីនទេតបោកដៃបោកញីទៅអូយនិយាយពីថាអ្នកមានកូនតូចហើយមានកូនច្រើនហើយអត់មានអ្នកនៅជួយមើលដូចខ្ញុំគឺថាពិបាកមែនទែនបងប្អូនអើយពិសេសនោះគឺពេលឈឺថ្កាត់ហើយនឹងពេលមេឃភ្លៀងមេឃអីចឹងយើងគឺថាត្រូវវិចកូនទៅទាំងអស់តែម្ដងអាណិតគ្នាមែនទែនហើយពេលដើរត្រឡប់មកផ្ទះហើយនិយាយមែនបងប្អូនខ្ញុំទៅសារកូនខ្ញុំមិនថាអួតកូនខ្លួនឯងទេគឺថាមានទឹកចិត្តមែនទែនដើរមកកន្លែងចោលសម្រាប់ហ្នឹងមិនមែនវេនខ្ញុំត្រូវសម្អាតវេនខ្ញុំត្រូវបិទទេប៉ុន្តែដល់ពេលដើរមកឃើញមេឃភ្លៀងហើយឃើញអាធុងសម្រាប់នេះគេអត់តន់បិទទុកកូនខ្ញុំមានចិត្តណានឹងបងប្អូននៅគ្នារត់មកដល់ចាប់ជួយគ្នាបើកព្រោះខ្ញុំតែងតែបដៅគាត់ថាកូនកន្លែងហ្នឹងយើងក៏ប្រើប្រាស់ដាក់សម្រាប់អីដែរទោះបីមិនមែនវេនយើងក៏ដោយបើកូនឃើញអញ្ចឹងអីឃើញក៏ក្រិចឃើញអីចឹងកូនឯងជួយរៀបចំជួយប្រមូលសម្រាប់ចូលអីយកទៅចោលចឹងណាកូនកុំអីក៏ក្រិចហើយចាំសំដីម្ដាយណាបងប្អូនអើយទាំង3អ្នកបងប្អូនមកចឹងទៅឃើញគេទុកចោលចឹង3អ្នកបងប្អូនគេនាំគ្នារត់មកទាញបិទមកទាញអីហើយគេសួរថាម៉ាម៉ាហារឹកឆ្លាតអត់ណនឆ្លាតអត់ចឹងគេធ្វើឲ្យចង់ឲ្យម្ដាយទៅសើចឹងក្មេងបងប្អូនអើយដល់ពេលដែលគាត់ធ្វើអ្វីដែលល្អយើងជាម្ដាយគួរតែទៅសើលើកទឹកចិត្តគាត់ធ្វើឲ្យពួកគាត់មានកម្លាំងចិត្តអញ្ចឹងលើក្រោយគាត់នឹងព្យាយាមធ្វើទង្វើល្អបានច្រើនអញ្ចឹងហើយខ្ញុំតែងតែទៅសើគាត់ទោះបីជាតិចតួចក្តីអីក្តីក៏ខ្ញុំទៅសើដែរថាអូយកូនម៉ាក់បកាយម៉ែកូនម៉ាក់ល្អម៉ែចេះតែទៅសើលើកទឹកចិត្តគាត់ទៅអញ្ចឹងគាត់ចេះតែព្យាយាមធ្វើទង្វើល្អជាច្រើនរាល់ថ្ងៃតែម្ដង